តើអ្នកដឹងទេថានៅលើកោះតូចមួយដែលមានចម្ងាយត្រឹមតែ160គីឡូម៉ែត្រពីឆ្នេរសមុទ្រចិនដីគោកកំពុងក្លាយជាចំណុចក្តៅបំផុតដែលអាចបង្កជាសង្គ្រាមលោកលើកទី3នោះគឺតៃវ៉ាន់ថ្ងៃនេះយើងនឹងមកពិនិត្យមើលស្ថានភាពចុងក្រោយតើចិនពិតជាចង់វាយយកតៃវ៉ាន់មែនដែរឬទេហើយហេតុអ្វីបានជាពិភពលោកបារម្ភខ្លាំងម្ល៉េះមូលហេតុនៃចំនួនជាដំបូងយើងត្រូវយល់ថាចិនចាត់ទុកតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួនដែលត្រូវបង្រួបបង្រួមមកវិញទោះបីជាត្រូវប្រើកម្លាំងបាយក៏ដោយរីឯតៃវ៉ាន់វិញពួកគេចាត់ទុកខ្លួនឯងជារដ្ឋឯករាជ្យដែលមានរបបប្រជាធិបតេយ្យនិងការដឹកនាំផ្ទាល់ខ្លួនចាប់តាំងពីលោកស្រីតៃអ៊ីនវ៉ែនរហូតដល់លោកឡៃឈិនតេដែលជាប្រធានាធិបតីថ្មីឡើងកាន់អំណាចចិនកាន់តែបង្កើនសម្ពាធខ្លាំងឡើងព្រោះមេដឹកនាំទាំងនេះមិនយល់ព្រមទទួលស្គាល់គោលនយោបាយចិនតែមួយឡើយការឡោមព័ទ្ធនិងសម្ពាធយោធានៅឆ្នាំ2024និងឆ្នាំ2025នេះយើងឃើញចិនបានធ្វើសម្ពយុទ្ធទ្រង់ទ្រាយធំជាញឹកញាប់នៅជុំវិញកោះតៃវ៉ាន់វាមិនមែនត្រឹមតែជាការវឹកហាត់ធម្មតានោះទេប៉ុន្តែវាគឺជាសញ្ញាព្រមានចិនបានបញ្ជូនយន្តហោះចម្បាំងឆ្លងកាត់ខ្សែបន្ទាត់ក្រហមស្ទើររាល់ថ្ងៃដើម្បីសាកល្បងប្រព័ន្ធការពាររបស់តៃវ៉ាន់និងធ្វើឲ្យកងទ័ពតៃវ៉ាន់មានការនឿយហត់សារៈសំខាន់នៃបន្ទះឈីបហេតុអ្វីបានជាសហរដ្ឋអាមេរិកនិងពិភពលោកត្រូវចូលមកពាក់ព័ន្ធក្រៅពីបញ្ហានយោបាយគឺមានរឿងសេដ្ឋកិច្ចតៃវ៉ាន់គឺជាអ្នកផលិត Semiconductor ឬបន្ទះឈីបទំនើបជាង 90% នៃពិភពលោកបើមានសង្គ្រាមផ្ទុះឡើងការផលិតទូរស័ព្ទឡាននិងបច្ចេកវិទ្យា AI ទូទាំងសកលលោកនឹងត្រូវជាប់គាំងភ្លាមទូនាទីរបស់សហរដ្ឋអាមេរិកទោះបីជាសហរដ្ឋអាមេរិកមិនមានទំនាក់ទំនងជាផ្លូវការជាមួយតៃវ៉ាន់ប៉ុន្តែសហរដ្ឋអាមេរិកមានច្បាប់ Taiwan Relation Act ដែលតម្រូវឲ្យពួកគេជួយតៃវ៉ាន់ក្នុងការការពារខ្លួនសំណួរដ៏ធំគឺបើចិនវាយតៃវ៉ាន់មែនតើអាមេរិកនឹងបញ្ជូនកងទ័ពជួយដោយផ្ទាល់ដែរឬទេភាពមិនច្បាស់លាស់នេះហើយដែលជាយុទ្ធសាស្ត្រទប់ស្កាត់មិនឲ្យមានសង្គ្រាមកើតឡើងថ្មីនេះសម្ពយុទ្ធយោធាចិនដែលគេស្គាល់ថាបេសកកម្មយុទ្ធធរឆ្នាំ2025នៅជុំវិញតៃវ៉ាន់ស្ថិតនៅក្នុងតួនាទីដ៏សំខាន់របស់ពួកគេសម្រាប់ទីក្រុងប៉េកាំងក្នុងការពង្រីកអំណាចឡោមព័ទ្ធកោះនេះដាក់ទណ្ឌកម្មទីក្រុងតៃប៉េនិងស្ព័ន្ធមិត្តរបស់ខ្លួនជាពិសេសសហរដ្ឋអាមេរិកសាកល្បងការត្រៀមខ្លួនរបស់កងទ័ពរំដោះប្រជាជននិងបញ្ជាក់ជាថ្មីនៅការទាមទារអធិបតេយ្យភាពរបស់ប្រទេសចិនលើកោះតៃវ៉ាន់ជាពិសេសបន្ទាប់ពីកិច្ចព្រមព្រៀងអាវុធថ្មីរបស់សហរដ្ឋអាមេរិកសម្ពយុទ្ធទាំងនេះបង្កើតភាពតានតឹងនិងផ្ញើសារដ៏រឹងមាំមួយពីប្រទេសចិនទៅកោះតៃវ៉ាន់និងសម្ព័ន្ធមិត្តរបស់ខ្លួនអំពីការបដិញ្ញារបស់ខ្លួនក្នុងការពង្រឹងការការពាររបស់ខ្លួនការពារអធិបតេយ្យរបស់ខ្លួននិងការពារការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួនសម្ពយុទ្ធរបស់ចិននៅជុំវិញតៃវ៉ាន់គឺស្ថិតនៅក្នុងការផ្ញើសារនយោបាយដោយផ្ទាល់ពីប្រទេសចិននិងបង្ហាញការមិនពេញចិត្តនិងដាក់ទណ្ឌកម្មតៃវ៉ាន់និងសហរដ្ឋអាមេរិកជាពិសេសបន្ទាប់ពីកិច្ចព្រមព្រៀងអាវុធធំៗដែលទីក្រុងប៉េកាំងចាត់ទុកថាជាការរំលោភអធិបតេយ្យរបស់ខ្លួនសម្ពយុទ្ធនេះគឺបម្រើការសាកល្បងនិងការត្រៀមខ្លួនរបស់យោធាចិនសម្រាប់ប្រតិបត្តិការយោធាការត្រៀមខ្លួនប្រយុទ្ធរបស់កងរំដោះប្រជាជននិងការវឹកវើកងកម្លាំងចិនក្នុងការល្បាតត្រៀមខ្លួនប្រយុទ្ធការគ្រប់គ្រងដ៏ទូលំទូលាយការបិទផ្លូវនិងការកាត់ផ្តាច់ការផ្គត់ផ្គង់ផ្លូវសមុទ្រនិងផ្លូវអាកាសខណៈពេលដែលក្នុងពេលជាមួយគ្នានេះពង្រឹងការទាមទារអធិបតេយ្យភាពរបស់ចិនលើតៃវ៉ាន់ការបង្ហាញកម្លាំងនេះគឺជាសញ្ញានិងជាសារគំរាមកំហែងដែលបង្ហាញថាប្រទេសចិននឹងមិនអត់ឱនចំពោះចលនាណាមួយឆ្ពោះទៅរកភាពឯករាជ្យរបស់តៃវ៉ាន់និងការគំរាមកំហែងដោយប្រយោលនៃសង្គ្រាមទេប្រសិនបើចលនាបបែកខ្លួនរបស់តៃវ៉ាន់ប្រឆាំងនឹងចិននៅតែបន្តសម្ពយុទ្ធយោធាចិនទាំងនេះក៏មានគោលបំណងផ្លាស់ប្ដូរស្ថានភាពបច្ចុប្បន្នតាក់ទងនឹងតៃវ៉ាន់ផងដែរការពង្រឹងសម្ពយុទ្ធយោធាចិននៅជុំវិញកោះតៃវ៉ាន់ចាប់តាំងពីឆ្នាំ2022គឺមានគោលបំណងចម្បងដើម្បីដាក់ចេញនូវការពិតថ្មីនៃសម្ពាធយោធាចិនជាបន្តបន្ទាប់និងការឡោមព័ទ្ធកោះនេះបន្តិចម្ដងវាក៏ជាតំណាងឲ្យការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីប្រទេសចិនចំពោះការជ្រៀតជ្រែកពីបរទេស
ក្នុងកិច្ចការតៃវ៉ាន់ផងដែរនេះគឺជាការឆ្លើយតបដោយផ្ទាល់ពីប្រទេសចិនចំពោះការបញ្ឈប់ការគំរាមកំហែងរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់រួមទាំងកិច្ចព្រមព្រៀងអាវុធវាយលុករបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាមួយនឹងតៃវ៉ាន់ការគ្រប់គ្រងនេះមានទាំងការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាសពហុស្រទាប់ថ្មីរបស់អ៊ីស្រាអែលសម្រាប់តៃវ៉ាន់ដែលហៅថា T-Dome ដោយភ្ជាប់វាទៅនឹងប្រព័ន្ធ Iron Dome របស់អ៊ីស្រាអែលនិងការផ្លាស់ប្ដូរប្រព័ន្ធរបស់តៃវ៉ាន់ទៅលើផ្នែកមួយនៃប្រព័ន្ធរបស់សហរដ្ឋអាមេរិកនេះពង្រឹងការត្រៀមខ្លួនរបស់ចិនសម្រាប់សេណារីយ៉ូដែលពាក់ព័ន្ធនឹងការឈ្លានពានពេញលេញឬការបិទផ្លូវរបស់តៃវ៉ាន់នាពេលអនាគតដើម្បីឆ្លើយតបទៅនឹងការប៉ុនប៉ងបំបែកខ្លួននាពេលអនាគតអ្វីដែលសំខាន់នោះគឺពួកគេបានប្រើដើម្បីបំផិតបំភ័យមហាអំណាចបរទេសដោយផ្ញើសាររារាំងទៅកាន់ប្រទេសដូចជាជប៉ុននិងការបំបាក់ទឹកចិត្តអន្តរាគមន៍របស់ពួកគេក្នុងករណីមានជម្លោះដោយបង្ហាញពីភាពតាំងចិត្តនិងសមត្ថភាពរបស់ចិនសម្រាប់ការកើនឡើងសម្យុទ្ធយោធាចិនទាំងនេះក៏រៀបចំឆាកប្រតិបត្តិការសម្រាប់ប្រទេសចិនផងដែរដោយសារសម្យុទ្ធទាំងនេះคล้ายទៅជាការឡោមព័ទ្ធតៃវ៉ាន់យ៉ាងមានប្រសិទ្ធភាពដែលធ្វើឲ្យប្រទេសចិនកាន់តែមានភាពងាយស្រួលក្នុងការផ្ដាច់កំពង់ផែនិងតំបន់នានាសំខាន់ៗនិងធ្វើឲ្យអន្តរាគមន៍ពីខាងក្រៅណាមួយដូចជាសហរដ្ឋអាមេរិកកាន់តែពិបាកប្រទេសចិនក៏មានគោលបំណងផ្លាស់ប្ដូរការយល់ឃើញពីមហាអំណាចដោយផ្ញើសារដ៏រឹងមាំទាំងក្នុងស្រុកនិងអន្តរជាតិថាខ្លួនមានសមត្ថភាពដាក់ឆន្ទៈរបស់ខ្លួនទៅលើតៃវ៉ាន់ដោយហេតុនេះពង្រឹងជំហរចរចាយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួនស្ថានភាពបច្ចុប្បន្ននេះគឺដូចជាការដើរលើខ្សែពួរចិនមិនទាន់ចង់ធ្វើសង្គ្រាមព្រោះខ្លាចប៉ះពាល់សេដ្ឋកិច្ចរបស់ខ្លួនរីឯតៃវ៉ាន់ក៏ព្យាយាមពង្រីកការការពារខ្លួនខណៈដែលពិភពលោកកំពុងតាមដានដោយញាប់ញ័រសង្គ្រាមឬសន្តិភាពគឺអាស្រ័យទៅលើការចរចានិងតុល្យភាពអំណាចរវាងមហាអំណាចទាំងពីរតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះចំនួនមួយនេះតើវាអាចនឹងឈានទៅដល់សង្គ្រាមមែនដែរឬទេ